សម្ដេចធិបតីហ៊ុនម៉ាណែតបានពិភាក្សាតាមរយៈទូរស័ព្ទជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃតាមរយៈខ្លឹមសារនៅក្នុង page Facebook ផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025ខ្ញុំបានជួបពិភាក្សាតាមរយៈទូរស័ព្ទជាមួយឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានវត្តច្បាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃឯកឧត្តមរដ្ឋមន្ត្រីRubio បានគូបញ្ជាក់ចំហយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិរភាពរវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទច្បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំបានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានៅពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ